ករណីស្ត្រីម្នាក់កាន់កាំបិតខ្វែវនិងដៃស្រែកឡាំប៉ារារាំងមន្ត្រីតុលាការមិនឲ្យរឹបអូសដីផ្អើលដល់ព្រះឥន្ទពេលនេះត្រូវបានដោះស្រាយនិងសម្របសម្រួលបញ្ចប់ហើយមហាជនពិតជាបានដឹងហើយថាកាលពីថ្ងៃទី28ដុល្លារឆ្នាំ2025តាមរយៈ Facebook ឈ្មោះជីវិតកៅសុកណាកំសត់គេយកដីផ្ទះបាន live តាក់ទងទៅនឹងការចុះរឹបអូសផ្ទះនៅខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញបង្កការភ្ញាក់ផ្អើលដល់ឋានព្រះឥន្ទប៉ុន្តែដែលមហាជនចាប់អារម្មណ៍នោះគឺស្ត្រីឈ្មោះកៅសុកណាអះអាងថាជាម្ចាស់ដីនោះបានកាន់កាំបិតម្កាក់នឹងដៃរារាំងនឹងស្រ័យបដូរផ្ដាច់មិនអនុញ្ញាតឲ្យមន្ត្រីតុលាការចូលអនុវត្តរឹបអូសផ្ទះរបស់គាត់ដោយបង្ខំឡើយព្រោះអីគាត់មិនបានចូលរួមខ្ចីប្រាក់ធនាគារនោះឡើយគឺម្ដាយនិងបងស្រីបងថ្លៃលួចលាក់យកទៅដាក់ធានាបំណុលជាមួយធនាគារដោយមិនឲ្យខ្លួនគាត់ដឹងពេលនេះក្រោមការជួយសម្របសម្រួលពីប្រធានសាលាដំបងរាជធានីភ្នំពេញនិងអាជ្ញាធរដែនដីករណីនោះត្រូវបានបញ្ចប់ហើយដោយស្ត្រីរូបនោះព្រមទទួលបានសំណងជាង$30,000នៅរសៀលថ្ងៃទី30ដុល្លារឆ្នាំ2025នេះក្រោមការសម្របសម្រួលពីឯកឧត្តមងួនណារ៉ាប្រធានសាលាដំបងរាជធានីភ្នំពេញសូមរំលឹកថាអ្នកនាំពាក្យសាលាដំបងរាជធានីភ្នំពេញបញ្ជាក់ថាកាលពីថ្ងៃទី28ខែតុលាឆ្នាំ2025អាជ្ញាសាលាបានចុះអនុវត្តដីកាសម្រាប់បង្គាប់ឲ្យប្រគល់អចលនវត្ថុដែលមានទីតាំងនៅភូមិគៀនឃ្លាំងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញឲ្យទៅអ្នកទិញឈ្មោះហ៊ីសៀងលីតាមរយៈការទិញនៅក្នុងសំណុំរឿងអនុវត្តដោយបង្ខំរបស់តុលាការដោយយោងតាមសាលក្រមស្ថាពរលេខ583រចុះនៅថ្ងៃទី31ខែឧសភាឆ្នាំ2023របស់សាលាដំបងរាជធានីភ្នំពេញដែលបានសម្រេចបង្គាប់ឲ្យឈ្មោះកៅសុគង្គដែលជាម្ដាយឈ្មោះកៅចន្ទធីកូនបង្កើតនិងឈ្មោះផូរិនកូនប្រសាសងប្រាក់ដើមចំនួន$95,298.94 ដុល្លារអាមេរិករួមទាំងការប្រាក់ចំនួន11%និងប្រាក់ពិន័យ24%ឲ្យទៅម្ចាស់បំណុលជាធនាគារតាមប្រភពបញ្ជាក់ថាក្នុងរឿងនេះផ្ដើមចេញពីឈ្មោះកៅសុគង្គដែលជាម្ដាយឈ្មោះកៅចន្ទធីកូនបង្កើតនិងឈ្មោះផូរិនដែលជាកូនប្រសាបានខ្ចីប្រាក់ពីធនាគារដោយយកបានដីដែលមានឈ្មោះកម្មសិទ្ធិកៅសុគង្គដែលជាម្ដាយនិងឪពុកឈ្មោះអ៊ុំសវណ្ណដែលស្លាប់ជាទ្រព្យរួមប្តីប្រពន្ធនិងទាយាទខ្មោចអ៊ុំសវណ្ណដាក់ធានាបំណុលជាមួយធនាគារជាមួយគ្នានេះនៅក្នុងចំណាត់ការសំណុំរឿងអនុវត្តដោយបង្ខំក៏ដូចជានៅថ្ងៃដែលអាជ្ញាសាលាបានចុះអនុវត្តនោះក៏មានឈ្មោះកៅសុកណាធ្វើការជំទាស់រារាំងនិងមានប្រតិកម្មជាខ្លាំងចំពោះការអនុវត្តនេះដោយគាត់បានអះអាងថាគាត់ត្រូវជាកូនរបស់ខ្មោចឪពុកឈ្មោះអ៊ុំសវណ្ណជាមួយនឹងម្ដាយឈ្មោះកៅសុគង្គហើយបាននឹងកំពុងកាន់កាប់ដោយបានសង់តូបនៅលើដីមួយចំណែកដែលត្រូវរឹបអូសនេះដោយគាត់បានធ្វើការតវ៉ាថាគាត់មានចំណាយកម្មសិទ្ធិលើដីបន្តពីខ្មោចឪពុកដែលដីនេះត្រូវបានម្ដាយនិងបងស្រីលួចលាក់យកទៅដាក់ធានាបំណុលជាមួយធនាគារដោយមិនឲ្យខ្លួនដឹងចំពោះការអះអាងខាងលើសាលាដំបងរាជធានីភ្នំពេញអះអាងថាមិនដែលបានទទួលបណ្ដឹងដោះស្រាយពីការទាមទារបែងចែកមរតកពីភាគីអ្នកតវ៉ានោះទេហេតុនេះទើបសាលាដំបងរាជធានីភ្នំពេញបានចេញសេចក្តីថ្លែងការណ៍និងបានឲ្យអាជ្ញាសាលាផ្អាកការអនុវត្តរួចហើយដើម្បីរក្សាស្ថានភាពបច្ចុប្បន្នឲ្យនៅដដែលសិននិងបានយកចិត្តទុកដាក់ពិនិត្យចំណាត់ការសំណុំរឿងបន្តដើម្បីផ្ដល់យុត្តិធម៌ជូនអ្នកតវ៉ានិងភាគីពាក់ព័ន្ធឲ្យបានត្រឹមត្រូវតាមច្បាប់ពេលនេះក្រោមការជួយសម្របសម្រួលពីប្រធានសាលាដំបងរាជធានីភ្នំពេញនិងអាជ្ញាធរដែនដីករណីនោះត្រូវបានបញ្ចប់ហើយដោយស្ត្រីរូបនោះព្រមទទួលបានសំណងជាង$30,000នៅរសៀលថ្ងៃទី30ដុល្លារឆ្នាំ2025នេះក្រោមការសម្របសម្រួលពីឯកឧត្តមងួនណារ៉ាប្រធានសាលាដំបងរាជធានីភ្នំពេញ